វិស័យសងទៅលើខ្លួនយើងថាយើងស្រឡាញ់អីគេនៅក្នុងជំនាញមួយហ្នឹងឧទាហរណ៍ថាចេះនៅក្នុងជំនាញវិធីការនេះគេមានរឿងមួយដែលយើងត្រូវដឹងថាយើងចូលចិត្តអានអត់យើងចូលចិត្តអានហ្នឹងមិនអានសិភៅយកអីនេះហ្មងប៉ុន្តែយើងអានចូលចិត្តស្ដាប់សំឡេងខ្លួនឯងខ្ញុំចូលចិត្តអានហើយខ្ញុំស្ដាប់សំឡេងខ្លួនឯងចូលសាច់រឿងត្រូវអត់អញ្ចឹងក៏អាចនិយាយបានថាវាជាភាពចាយដន់ដែរដែលខ្ញុំតែងតែចង់មានពេលមួយឡើងនៅទីសាធារណៈហើយអានពីលិខិតមួយដែលនិយាយពីទិវាសិទ្ធិកុមារ1មិថុនាចាហើយរាល់ដងខ្ញុំតែងតែឃើញគេឲ្យមនុស្សធំជាងខ្ញុំតែខ្ញុំនៅទូចគេឲ្យមនុស្សធំហ្នឹងគេឡើងទៅអានដោយសារយើងនៅទូចពេកតែដល់ពេលខ្ញុំតែងតែមានក្តីសម័យហ្នឹងថាពេលណាដែលខ្ញុំអាចកាន់กระดาษហ្នឹងឡើងអានដូចគេម្ដងទៀតជំរាបសួរខ្ញុំឈ្មោះសឿតសវណ្ណីហៅនីស៊ីឈ្មោះហៅក្រៅនៅក្នុងអាជីពជាវិធីការនេះឬក៏អាចនិយាយបានថានៅក្នុងអាជីពការងារខាងក្រៅចាហើយសប្តាហ៍ថ្ងៃខ្ញុំធ្វើការងារឯកជនខាងក្រៅឬក៏ហៅថាជាការងារឯករាជ្យហើយខ្ញុំចប់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាញគំនូរសារគមនាគមន៍បើយើងស្ដាប់ទៅរៀងប្លែកពាក្យបន្តិចប៉ុន្តែបើសិននិយាយជាភាសាអង់គ្លេសនៅក្នុងជំនាញនេះគេហៅថា Visual Communication Design ដែលយើងសិក្សាតាក់ទងជាមួយនឹងផ្នែកផ្សព្វផ្សាយការផ្សព្វផ្សាយហ្នឹងបើយើងនិយាយងាយស្រួលស្ដាប់ទៅដូចជាការដំឡើង logo ការរៀបចំ branding design ការរៀបចំម៉ាកយីហោការផ្សព្វផ្សាយទៅលើបណ្ដាញសង្គមផ្សេងៗហ្នឹងគឺសិតតែជាកិច្ចការងារនៅក្នុង communication design ហើយនៅក្នុងនោះក៏យើងរៀនផ្នែកផ្សេងទៀតដូចជា digital marketing ការរៀបចំទីផ្សារទៅលើការផ្សព្វផ្សាយក្នុងប្រព័ន្ធ digital អញ្ចឹងវារៀងទូលាយជាងនៅពេលដែលយើងស្ដាប់ត្រឹមតែពាក្យថា graphic design ព្រោះតែអ្នកខ្លះគេស្គាល់ត្រឹមតែជា graphic design អញ្ចឹងណាអញ្ចឹងបើសិនជាយើងនិយាយជាមួយទៀត visual communication design ឬក៏ខ្មែរយើងហៅថាគំនូរសារគមនាគមន៍ហ្នឹងវាអាចមានភាពទូលាយព្រោះនៅក្នុងនេះយើងរៀនច្រើនតាក់ទងជាមួយនឹងសិល្បៈផ្នែករូបភាពជំនាញគំនូរសារគមនាគមន៍អាចបញ្យល់ពីជំនាញនឹងបានទេដោយសារសាធារណជនមួយចំនួនគាត់អត់សូវស្វែងយល់ច្រើនទេតាក់ទងនឹងជំនាញហ្នឹងចាតាក់ទងជាមួយនឹងគំនូរសារគមនាគមន៍នេះបើយើងស្ដាប់ទៅរៀងប្លែកពាក្យបន្តិចប៉ុន្តែបើសិននិយាយជាភាសាអង់គ្លេសនៅក្នុងជំនាញនេះគេហៅថា Visual Communication Design ដែលយើងសិក្សាតាក់ទងជាមួយនឹងផ្នែកផ្សព្វផ្សាយការផ្សព្វផ្សាយហ្នឹងបើយើងនិយាយងាយស្រួលស្ដាប់ទៅដូចជាការដំឡើង logo ការរៀបចំ branding design ការរៀបចំម៉ាកយីហោការផ្សព្វផ្សាយទៅលើបណ្ដាញសង្គមផ្សេងៗហ្នឹងគឺសិតតែជាកិច្ចការងារនៅក្នុង communication design ហើយនៅក្នុងនោះក៏យើងរៀនផ្នែកផ្សេងទៀតដូចជា digital marketing ការរៀបចំទីផ្សារទៅលើការផ្សព្វផ្សាយក្នុងប្រព័ន្ធ digital អញ្ចឹងវារៀងទូលាយជាងនៅពេលដែលយើងស្ដាប់ត្រឹមតែពាក្យថា graphic design ព្រោះតែអ្នកខ្លះគេស្គាល់ត្រឹមតែជា graphic design អញ្ចឹងណាអញ្ចឹងបើសិនជាយើងនិយាយជាមួយទៀត visual communication design ឬក៏ខ្មែរយើងហៅថាគំនូរសារគមនាគមន៍ហ្នឹងវាអាចមានភាពទូលាយព្រោះនៅក្នុងនេះយើងរៀនច្រើនតាក់ទងជាមួយនឹងសិល្បៈផ្នែករូបភាពចាហេតុអីបានជាកញ្ញាចាប់ផ្ដើមជ្រើសរើសយកជំនាញមួយនេះមូលហេតុបើនិយាយតាក់ទងមួយជំនាញមួយនេះអាចនិយាយថាជាការចៃដន្យព្រោះយើងខ្ញុំជាអ្នកខេត្តខ្ញុំជាអ្នកប្រទានមានជ័យអញ្ចឹងជាទូទៅយើងដឹងថាអ្នកនៅតាមខេត្តក្នុងតំបន់មួយចំនួនវាអត់សូវមានប្រព័ន្ធ digital ប្រើប្រាស់ហ្នឹងវាងាយស្រួលទេអញ្ចឹងជារឿងចៃដន្យមួយដែលពេលហ្នឹងយើង research សុកទៅស្រាប់តែមកដល់ភ្នំពេញហើយយើងទៅសួរនៅខាងសាលាដំបងស្ដាប់ឮគំនូរសារគមនាគមន៍ហ្នឹងក៏អត់ទាន់ដឹងថាជាជំនាញអីដែរតែតើទៅសួរលម្អិតទៅស្រាវជ្រាវមើលថាតើអានឹងជាអីគេអញ្ចឹងក៏ទៅបានដឹងថានៅក្នុងជំនាញហ្នឹងគេតាក់ទងមួយការ design ជាមួយនឹងការច្នៃប្រឌិតជាមួយនឹងគំនិតបង្កើតអីថ្មីជាមួយនឹងរូបភាពដែលយើងអាចធ្លាប់បានឃើញឬក៏ជាក្តីសម័យដែលយើងមានប៉ុន្តែយើងចង់បញ្ចេញវាទៅតាមណាយើងអត់ដឹងអញ្ចឹងក៏យើងទៅសាក់លបងស្រាវជ្រាវទៅក៏ជាភាពចៃដន្យមួយដែលពីដើមខ្ញុំក៏ជាសិស្សគំនូរដែរហ្នឹងហើយធ្លាប់យើងមានទឹកចិត្តក្នុងស្រឡាញ់សិល្បៈអញ្ចឹងយើងចិត្តតែរៀនទៅក៏ទៅឃើញជំនាញហ្នឹងមានន័យថាអាយ៉ាដូចត្រូវអញ្ចឹងបើត្រូវកុំចាំយូរទេយើងសាក់លបងយើងចង់ដឹងថាខ្លួនឯងបែបមិនអញ្ចឹងណាប៉ុន្តែមិនបានន័យថាយើងទៅដកមានកដៅយើងបានស្រាវជ្រាវនិងបានដឹងជំនាញនឹងបន្ថែមហើយមួយទៀតក៏ខ្ញុំគិតថាដោយសារតែខ្ញុំចេញមកពីតំបន់មួយនៅក្នុងស្រុកមួយនៅក្នុងខេត្តបន្ទាយមានជ័យដែលផ្នែក digital នេះវានៅមានកម្រិតច្រើនអញ្ចឹងអ្វីដែលយើងអាចធ្វើទៅបានគឺទៅរៀនពីជំនាញហ្នឹងដើម្បីយកមកជួយឬក៏មកដើម្បីបណ្ដោះបន្ថែមទៀតនៅក្នុងសហគមន៍របស់យើងឬក៏អាចជួយខ្លួនបានក្នុងនាមជាមនុស្សស្រីចំពោះការជួយដល់សហគមន៍នឹងជួយតាមលក្ខណៈមិនដែរអាចជួយជម្រាបពីបទពិសោធន៍កន្លងមកហើយរយៈពេលប្រហែលដែរដែលបានចុះជួយទៅដល់ខាងសហគមន៍
បតតមួយការងារសហគមន៍នេះមែនទែនបើសិនតែគិតនៅក្នុងនាមជាយុវជនយុវវ័យខ្ញុំនៅក្នុងល្បាក់វ័យនេះខ្ញុំនៅគិតខ្លួនឯងជាយុវវ័យនៅឡើយឯងអញ្ចឹងអ្វីដែលខ្ញុំអាចជួយទៅបានគឺក្រៅពីយកចំណេះជំនាញខ្លួនឯងដែលចេះពីការរៀនសូត្រហ្នឹងទៅជួយដូចឧទាហរណ៍ថាភាពងាយស្រួលមួយអ្នកភូមិគាត់ចេះប្រើទូរស័ព្ទប៉ុន្តែទូរស័ព្ទពួកគាត់មិនមែនជា smartphone ទេអញ្ចឹងពួកគាត់នៅការប្រើប្រាស់ការឆ្លើយឆ្លងការទេឆ្លងឆ្លើយគ្នាអញ្ចឹងពេលខ្លះព័ត៌មានជាទូទៅព័ត៌មានសកលលោកឬក៏ព័ត៌មានដែលសប្ងៃគេប្រើបណ្ដាញសង្គមច្រើនក្នុងការផ្សព្វផ្សាយហ្នឹងណាពេលខ្លះវាជាហានិភ័យសម្រាប់ពួកគាត់នៅពេលពួកគាត់យូរប្រើ digital ម្ដងអញ្ចឹងរឿងទាំងអស់ហ្នឹងឯងដែលដូចខ្ញុំជាយុវវ័យខ្ញុំបានស្រាវជ្រាវខ្ញុំ research ឬក៏យើងបានឃើញអីថ្មីប្លែកយើងយកទៅជំរាបពួកគាត់មែនតើខ្ញុំគិតថាខ្ញុំមិនទាន់ជាបានចោះទៅដល់តំបន់ដាច់ស្រយាល 100% ហ្មងឯនៅក្នុងកម្រិតដែលថាពួកគាត់ចេះប្រើប្រាស់ដែរប៉ុន្តែវានៅក្នុងការប្រើប្រាស់ដែរនៅការមានការហានិភ័យហ្នឹងហើយដូចខ្ញុំទៅតែបានចោះទៅភូមិមួយអាចនិយាយថាជាជនភូមិជនជាតិដើមភាគតិចគួយនៅខេត្តបន្ទាយមានជ័យហើយនៅតំបន់នោះចោះពីទីរំខានទៅអាចថា30គីឡូហើយចូលទៅរៀងជ្រៅបន្តិចមែនក៏ប៉ុន្តែពួកគាត់មានទូរស័ព្ទមានអីប្រើដូចថាអញ្ចឹងក៏ប៉ុន្តែឃើញថាការប្រើប្រាស់របស់ពួកគាត់ហ្នឹងវានៅមិនទាន់មានភាពទូលំទូលាយក្នុងការទទួលបានព័ត៌មានការ research ហ្នឹងហើយការស្រាវជ្រាវផ្សេងៗហ្នឹងគឺពួកគាត់នៅមានកម្រិតច្រើននៅឡើយក្រៅពីជំនាញសារគមនាគមន៍កញ្ញាក៏មានវត្តមានលេចមកពិច្រើននៅតាមកម្មវិធីស្ម័គ្រចិត្តឬក៏សប្បុរសធម៌នានាដែលធ្វើជាពិធីការនីហើយជាពិសេសក៏ជាអ្នកដែលជួយរៀបចំកម្មវិធីសិល្បៈហើយក៏មានជំនាញផ្សេងទៀតតាក់ទងជាមួយនឹង digital marketing ឯជាដើមចាអានោះវាជាបើន័យថាជំនាញទុនមួយដែរអញ្ចឹងចំពោះកញ្ញាវិញគិតថាជំនាញទាំងអស់ហ្នឹងបង្រៀនកញ្ញាបែបមិនខ្លះដែរហើយមួយវិញទៀតតាក់ទងនឹងជំនាញវិធីការនីហើយដែរបើជាយើងដំបូងយើងក្លាហានដែរទេឡើងឈរនិយាយជាសាធារណៈចឹងភ័យបើគិតរឿងថាខ្លាចជាវិធីការនេះដល់របៀបម៉េចហ្នឹងវាស៊ីសងទៅលើខ្លួនយើងថាយើងស្រឡាញ់អីគេនៅក្នុងជំនាញមួយហ្នឹងឧទាហរណ៍ថាចេះនៅក្នុងជំនាញវិធីការនេះគេមានរឿងមួយដែលយើងត្រូវដឹងហ្នឹងថាយើងចូលចិត្តអានអត់យើងចូលចិត្តអានហ្នឹងមិនអានសិភៅយកអីនេះហ្មងប៉ុន្តែយើងអានចូលចិត្តស្ដាប់សំឡេងខ្លួនឯងខ្ញុំចូលចិត្តអានហើយខ្ញុំស្ដាប់សំឡេងខ្លួនឯងចូលសាច់រឿងត្រូវអត់អញ្ចឹងក៏អាចនិយាយបានថាវាជាភាពចៃដន្យដែរដែលខ្ញុំតែងតែចង់មានពេលមួយឡើងនៅទីសាធារណៈហើយអានពីលិខិតមួយដែលនិយាយពីទិវាសិទ្ធិកុមារ1មិថុនាចាហើយរដងខ្ញុំតែងតែឃើញគេឲ្យមនុស្សធំជាងខ្ញុំតែខ្ញុំនៅទូចគេឲ្យមនុស្សធំហ្នឹងគេឡើងទៅអានដោយសារយើងនៅទូចពេកតែដល់ពេលខ្ញុំតែងតែមានក្តីសម័យហ្នឹងថាពេលណាដែលខ្ញុំអាចកាន់กระดาษហ្នឹងឡើងអានដូចគេតែពេលដែលឡើងទៅខ្ញុំភ័យញ័រជើងឬក៏ខ្លាចអត់តែនៅពេលដែលយើងឡើងទៅដំបូងខ្ញុំពិតជាទទួលស្គាល់ថាខ្លួនឯងពិតជាភ័យហើយខ្លាចខ្លាំងប៉ុន្តែនៅពេលដែលយើងតាំងចិត្តថាយើងចង់ធ្វើវាខ្ញុំជឿថាអ្នកណាក៏គេអាចជំនះរូបភាពភ័យខ្លាចនឹងបានដែរកាលដល់បើសិនជាត្រឡប់ថយក្រោយវិញតើតើមួយនឹងពេលដែលយើងម្លងពេលការសិក្សាហើយយើងធ្វើការខាងក្រៅវាពិតជាពេលវេលាវាពិតជាប្រឈមសម្រាប់ពួកយើងខ្លាំងមែនតើណានៅពេលដែលទីមួយបើសិនជាយើងអត់ទៅធ្វើការសោះយើងអត់មានថាវិការដើម្បីមកផ្គត់ផ្គង់ទៅលើការរស់នៅរបស់ខ្លួនឯងទេអញ្ចឹងអ្វីដែលយើងអាចបែងចែកទៅបាន follow ទៅមើលតាម agenda ឬក៏កាយវិភាគក្នុងការរៀនឲ្យបានត្រឹមត្រូវហើយអ្វីដែលយើងអាចសុំបានគឺសុំទៅខាងសាលាតិចតួចសម្រាប់ការយោគយល់ហើយមួយទៀតគឺយើងខ្លួនឯងតើដាក់ចិត្តដាក់កាយឬក៏បដិញ្ញាចិត្តក្នុងការទៅធ្វើរឿងខាងក្រៅហ្នឹងកម្រិតណាយើងបានន័យថានៅពេលដែលយើងចង់ទៅធ្វើខាងក្រៅហ្នឹងតើវាជាគោលការណ៍ចម្បងឬក៏ជាអត្ថប្រយោជន៍ទីប្រមាណដែលយើងគួរតែធ្វើអញ្ចឹងយើងត្រូវមានលក្ខខណ្ឌសម្រាប់ខ្លួនឯងដែរអាចថាมันជាច្រើនប្រមាណទេប៉ុន្តែនៅពេលយើងទៅរវល់ច្រើនថ្ងៃប៉ុន្តែយើងសប្បាយចិត្តក៏ច្រើនពេលតាមហ្នឹងក៏យើងអាចនិយាយបានថាសម្រាប់ខ្ញុំនៅតែវាបញ្ច្រើនលើសលប់សម្រាប់ការធ្វើរបស់យើងឯងព្រោះនៅពេលដែលយើងទៅដល់សហគមន៍មួយយើងមើលឃើញការផ្លាស់ប្ដូររបស់ពួកគាត់ភាពយកចិត្តទុកដាក់ឬក៏ក្មេងៗយុវជននៅក្នុងតំបន់ហ្នឹងគាត់ចាប់ផ្ដើមចេះជឿឆ្អាលចង់ចូលរួមហើយចង់ស្ម័គ្រចិត្តដូចអ្វីដែលខ្ញុំកាលពី5 6ឆ្នាំមុនដែលខ្ញុំធ្លាប់ទៅជាអ្នកស្ម័គ្រចិត្តដូចគ្នាអញ្ចឹងយើងឃើញរូបភាពទាំងអស់ហ្នឹងខ្ញុំគិតថាការសម្រេចចិត្តដែលយើងទៅចូលរួមការងារស្ម័គ្រចិត្តក្នុងសហគមន៍វាពិតជារឿងដែលត្រឹមត្រូវសម្រាប់ការចោះទៅមែនសម្រាប់សារពីខ្ញុំទៅខ្ញុំក៏សារនេះមកផ្ដល់ខ្លួនឯងហើយនឹងអ្នកទាំងអស់គ្នានៅជុំវិញខ្លួនដូចគ្នាថាជានារីត្បិតថាកម្លាំង
កាយរបស់យើងវាមានទៅតាមកម្រិតសុខភាពរបស់យើងទៅតាមកម្រិតក៏ពិតមែនប៉ុន្តែកម្លាំងកាយចិត្តរបស់យើងអត់មានអ្វីដែលអាចវាស់បានទេអញ្ចឹងនៅពេលដែលយើងតាំងចិត្តក្នុងការដែលពុះពៀធ្វើអីមួយឬក៏មានបំណងក្នុងការចង់កសាងអីមួយយើងចាប់ផ្ដើមធ្វើវាទាំងអស់គ្នាហើយត្រូវចាំថាយើងអត់នៅកន្លែងនេះម្នាក់ឯងទេយើងមានគ្នាច្រើនយើងមាននារីដតីទៀតគ្រប់គ្រងគ្នាដើម្បីជាកម្លាំងចិត្តហើយបើសិនជាអ្នកទាំងអស់គ្នាឬក៏មានបំណងដូចខ្ញុំថាជាអ្នកនិយាយសាធារណៈឬក៏ជាវិធីការនេះយើងចង់មានបំណងចង់និយាយកុំឲ្យខ្លាចកុំឲ្យរអាទៅធ្វើវាពេលណាដែលយើងទៅប្រជុំជាមួយនឹងភាពភ័យខ្លាចរបស់យើងកាន់តែច្រើនយើងនឹងអាភាពភ័យខ្លាចរបស់យើងវានឹងអន់ថយទៅតាមនឹងអត់មានការលើកទឹកចិត្តឲ្យតែមានសមត្ថភាពមានការតាំងចិត្តខ្លួនឯងជឿជាក់លើខ្លួនឯងយើងអាចទៅមុខបានដូចគ្នាព្រោះកាលថានៅពេលដែលយើងតែងតែស្ដាប់ឮពាក្យនៃមនុស្សជំនាញខ្លួនច្រើនហើយនៅពេលណាមួយយើងលែងបានឮវាខ្លាចទៅជាការដែលបង្អាក់ទឹកចិត្តរបស់យើងខ្លួនឯងប៉ុន្តែនៅពេលដែលយើងតាំងចិត្តទៅលើខ្លួនឯងយើងជឿជាក់អត់មានអីខ្លាំងក្រៅពីយើងជឿជាក់លើខ្លួនឯងហើយប្រាប់ខ្លួនឯងពេលព្រលឹមឡើងងើបមកខ្ញុំជឿតែខ្លួនឯងអាចធ្វើបានហ្នឹងហើយគឺជាសក្តានុពលមួយដែលយើងអាចប្រាប់ខ្លួនឯងគ្រប់ពេលសមត្ថភាពយើងមានកម្រិតយើងអាចបន្ថែមវាបានពេលវេលាមិនមែនជារឿងដែលហួសពេលតែអ្វីដែលយើងត្រូវចាប់ផ្ដើមគឺចាប់ផ្ដើមពីឥឡូវទៅចា៎